ទី5លាន10លានប៉ាប៉ាបងមន់ក្រហមនេះខ្មៅទូមិនចូលចិត្តទេប៉ាប៉ាបងមន់ក្រហមនេះខ្មៅទូមិនចូលចិត្តទេទូពិតជាមិនចូលចិត្តមែនទេ10លានម្ដង10លាន2ដង10លាន3ដងលក់ហើយសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយកមកកត់ទៅទឹមឈាមព្រៀបនេះក្នុងតម្លៃ10លានគាត់គេជាប៉ារបស់ខ្ញុំបើមានរបស់ដែលកូនចូលចិត្តត្រូវតែប្រាប់ប៉ាទិញឲ្យកូនចាវត្ថុដេញថ្លៃទី2គឺមកជុលខ្ទាស់ត្បូងមរកតមួយក្នុងតម្លៃចាប់ពី200000វត្ថុធាតុរឹងមាំថ្មមានភាពបរិសុទ្ធខ្ពស់ការកាត់ល្អឥតខ្ចោះគួរតែមកពីរាជវង្សអង់គ្លេសទូពាក់ទៅគឺពិតជាសមនឹងឋានៈរបស់នាងណា500,000 5លានមិនក៏ដេញថ្លៃបែបនេះមិនថែមម្ដង10ដងឯងមកជុលខ្ទាស់នេះមានតម្លៃ50,000ទៅ60,000ប៉ុណ្ណោះមើលទៅថ្ងៃនេះលោកម្ចាស់ធំសៅត្រូវតែធ្វើលោកម្ចាស់ទី2អាម៉ាស់មុខនៅទីនេះហើយសាលីនជាបើសិនជាឯងមិនចង់ធ្វើជាមនុស្សពិការដោយស្មោះត្រង់ទេយើងនឹងធ្វើឲ្យឯងមិនមានឱកាសដើម្បីបញ្ចេញសមត្ថភាពនោះទេទូពិតជាផ្កាយសំណាងរបស់ខ្ញុំថ្ងៃនេះជាលើកទី1ហើយដែលនាងបង្ហាញខ្លួននៅក្នុងចំណោមរង្វង់អ្នកមានវាក៏ជាជំហានដំបូងសម្រាប់នាងដើម្បីឈរនៅក្នុងតកូលរបស់យើងដែរខ្ញុំត្រូវទទួលត្រាយផ្លូវមួយនេះឲ្យទៅនាង7លានប៉ាប៉ាថ្មបៃតងនេះខ្មៅជាងពងមន់ក្រហមនោះទៅទៀតទូមិនចូលចិត្តទេពិតជាសម្ដីរបស់មនុស្សដែលចំណែនគេហើយប្អូនទី2បើសិនជាឯងមិនអាចឲ្យតម្លៃបានទេកុំមកធ្វើអាម៉ាស់មុខនៅទីនេះ10លានលោកលីនជាតើលោកចង់ដេញថ្លៃបន្តទៀតទេទូពិតជាមិនចូលចិត្តទេសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយកមកជុលខ្ទាស់ត្បូងមរកតតម្លៃ10លានខ្ញុំទេជាកូនស្រីជាទីស្រឡាញ់បំផុតរបស់ប៉ាបងប្រុសថ្ងៃនេះត្រូវតែជន់ខ្ញុំហើយមែនទេហេមិនបានចែកនិយាយបែបនេះទៅកើតអ្នកណាក៏ស្រឡាញ់កូនស្រីដែរមកពីឯងទៅមិនកើតទើបបានចែកនិយាយបែបនេះយើងមិនបានសោះចំអស់ឲ្យឯងទេថ្ងៃនេះយើងសូមប្រកាសអ្វីដែលសៀវអើពេញចិត្តយើងនឹងទិញយកឲ្យអស់តែម្ដងបងប្រុសបាននេះថាម៉េចយើងនឹងដុតចង្គៀងមេឃព្រះជាម្ចាស់ហើយខ្ញុំពិតជាបានឃើញគេដុតចង្គៀងមេឃមែនទោះបីជាណាបន្ថែមតម្លៃក៏លោកម្ចាស់ធំសៅបន្ថែមពីលើដែរលោកម្ចាស់ធំសៅពិតជាស្រឡាញ់កូនស្រីរបស់គាត់ខ្លាំងពិតមែនហេមិនមែនបែបនោះទេខ្ញុំគិតថាលោកម្ចាស់ធំសៅគឺមិនចង់ឲ្យលោកម្ចាស់ទី2លេចមុខមាត់មិនក៏បងប្រុសចាយលុយខ្ជះខ្ជាយម្លេះប្រយ័ត្នទីបំផុតទៅរករបស់ល្អមិនបានហើយថែមទាំងខាត់បងទៅវិញទៀតណាយើងមិនបារម្ភថារកបានរបស់ល្អឬក៏អត់ទេអ្វីដែលសំខាន់គឺយើងមិនឲ្យឯងរកបានរបស់ល្អនោះទេយើងនឹងធ្វើឲ្យមិនអាចងើបមករួចដល់ពេលនោះយើងនឹងមិនដេញឯងចេញពីផ្ទះជាមួយនឹងក្មេងស្រីព្រៃម្នាក់នេះមិនឲ្យឯងនៅក្នុងផ្ទះកោសៅទៀតវត្ថុដេញថ្លៃបន្ទាប់គឺក្រវិលត្បូងមរកតដែលកាត់ជាច្រើនប្រភេទដុតចង្គៀងមេឃវត្ថុដេញថ្លៃបន្ទាប់គឺបេះដូងមហាសមុទ្រដុតចង្គៀងមេឃវត្ថុដេញថ្លៃបន្ទាប់គឺទាំងគំនូនារីដុតចង្គៀងមេឃបងប្រុសមិនទុកវត្ថុដេញថ្លៃមកមុខឲ្យនរណាសោះការដេញថ្លៃគឺពឹងទៅលើការដណ្ដើមគ្នាបើមិនចឹងឯងដុតចង្គៀងមេឃដែរទៅប្អូនទី2ឯងពិការមក5ឆ្នាំហើយខ្លាចថាលុយនៅក្នុងដៃឯងដេញថ្លៃមួយមុខក៏មិនបានបងយល់ថាគួរតែនាំកូនត្រឡប់ទៅផ្ទះវិញទៅបើនៅទីនេះបន្តទៀតគឺធ្វើឲ្យត្រកូលសៀយើងមានអាម៉ាស់ហើយមិនចឹងឯងសុំទោសយើងឲ្យយើងគ្រប់គ្រងត្រកូលសៅបញ្ជូនក្មេងស្រីនេះត្រឡប់ទៅជនបទវិញយើងអាចនឹកឃើញមនោសញ្ចេតនាបងប្អូនឲ្យឯងទៅក្រុមហ៊ុននៅខាងអាហ្វ្រិកឲ្យឯងទៅជីករ៉ែនៅទីនោះក៏អាចថាបានដែរតើសំណើរបស់យើងឯងពេញចិត្តដែរទេបងប៉ាកុំខឹងរបស់ទាំងអស់នោះខ្មៅអាក្រក់ណាស់កូនអត់ចូលចិត្តទេបងនិយាយប្តីផ្ដាស់អីរបស់ទាំងអស់នោះគឺសុទ្ធតែភ្លឺចាំងស្អាតទាំងអស់ខ្ញុំមើលទៅឯងធ្វើពុតជាមាត់រឹងហើយភ្ញៀវកិត្តិយសទាំងអស់គ្នាមកដល់វត្ថុដេញថ្លៃចុងក្រោយហើយ
វាគឺជារូបចម្លាក់សត្វឆ្មារំលងភ្នូដែលនាំមកពីបរទេសធ្វើពីដែកពណ៌ប្រផេះមិនដឹងឆ្នាំទេដេញថ្លៃចាប់ពី1យន់ ប៉ាប៉ាកូនចង់បានឆ្មាមួយនេះ របស់ល្អៗត្រូវលោកម្ចាស់ធំសាទដេញយកឲ្យហើយនៅសល់តែដុំដែកមួយនេះប៉ុណ្ណោះលោកម្ចាស់ទី2មិនប្រកួតប្រជែងយកទៀតទេឆ្មានេះមើលទៅដូចជាឧស្សាហកម្មថ្មីថ្មោងមានតម្លៃ200យន់គឺចាត់ទុកថាល្អណាស់ទៅហើយ ទូចូលចិត្តរបស់នេះហ៎ ចាប៉ាប៉ាកូនចង់បានដែរ ល្អ សៀវអើឆ្មានោះមើលទៅមិនមែនជារបស់មានតម្លៃថែមទាំងសម្បិតស្បកទៀតកូនចង់បានពិតមែនទេតែម៉ាក់មើលភ្នែកវាទៅឆ្មានោះភ្នែកស្អាតណាស់សៀវអើចង់បានវាព្រោះភ្នែកវាចាំងល្អណាស់ ពិតជាផ្កាយសំណាងនៃផ្ទះរបស់យើងមែនភ្នែកមើលត្រឹមត្រូវភ្នែកឆ្មានោះច្បាស់ជារបស់ដែលមានតម្លៃបំផុតហើយគ្រាន់តែភ្នែកតូចទាំងពីរមួយគូនេះមានតម្លៃរហូតដល់5លាន ឥឡូវរូបចម្លាក់សត្វឆ្មាចម្លងភ្នូចាប់ផ្ដើមដេញថ្លៃទូមើលវាមានតម្លៃប្រមាណកូនបន្ថែមតម្លៃទៅ ឆ្មា